ដំណឹងល្អសម្រាប់បងដែលចង់ទៅរស់នៅរដ្ឋ California ឬក៏បងខ្មែរយើងតែងហៅថារដ្ឋកាលីហ្នឹងបច្ចុប្បន្នគឺយើងមានការងារពិសេសការងារជា production worker គឺប្រាក់ខែ 34,000 ក្នុងមួយឆ្នាំនៅក្នុងរដ្ឋ California នឹងឯងអញ្ចឹងជាដំណឹងពិសេសសម្រាប់បងដែលតែងតាក់ទងមកគាត់ចង់ទៅរស់នៅរដ្ឋ California ព្រោះរដ្ឋ California នេះគឺជារដ្ឋមួយដែលមានខ្មែរយើងរស់នៅច្រើនអញ្ចឹងបងខ្មែរភាគច្រើនគឺមានបងប្អូនឬក៏សាច់ញាតិដែលរស់នៅរដ្ឋទីនោះហើយគាត់តែងចង់បានការងារ EB3 ហ្នឹងគឺនៅរដ្ឋ California នឹងឯងហើយ California ក៏ជារដ្ឋមួយពិសេសដែលមានជនជាតិចម្រុះមានអាស៊ីមានស្បែកសមានខ្មៅច្រើនហើយនឹងមានអាកាសធាតុល្អមិនត្រជាក់ពេកទេគឺអាកាសធាតុល្អជាងគេហើយនៅសហរដ្ឋអាមេរិកហ្នឹងអញ្ចឹងបច្ចុប្បន្ននេះគឺជាការងារពិសេសមួយដែលបងអាចដាក់ពាក្យទៅរស់នៅសហរដ្ឋអាមេរិកតាមរយៈ EB3 នៅរដ្ឋ California នឹងបានអញ្ចឹងការងារជា production worker ប្រាក់ម៉ោងឬក៏ប្រាក់ជាប្រចាំឆ្នាំហ្នឹងគឺ 34,000 ក្នុងមួយឆ្នាំអញ្ចឹងសម្រាប់បងដែលចង់ទៅរស់នៅ California ឥឡូវនេះអាចតាក់ទងមកកាន់យើងខ្ញុំម្ដងទៀតបានដោយសារយើងមានរដ្ឋ California ហើយសម្រាប់បងដែលចង់ដាក់ EB3 visa ទៅរដ្ឋណាផ្សេងក្តីបងមិនមានលទ្ធភាពអាចចាប់ផ្ដើមមួយក្រុមហ៊ុនយើងខ្ញុំបានដែលធ្វើចន្លោះ4ទៅ500គឺបងអាចធ្វើការដាក់ពាក្យទៅរស់នៅអាមេរិកបានហើយរាប់ទាំងរដ្ឋ California នឹងផងដែរអញ្ចឹងក្រៅពីរដ្ឋ California យើងក៏មានការងារផ្សេងទៀតដែរដែលអាចធ្វើការ submit LC បានភ្លាមដែលការងារទី2គឺយើងមាននៅ Stockton Trailer ជារោងចក្រមួយធំនៅរដ្ឋ Wisconsin រហូតដល់រាប់លាន square feet រោងចក្រហ្នឹងគឺរាប់ពាន់ employee เนาะអញ្ចឹងនៅទីក្រុង Stockton នេះគឺជាការងារតម្លើងរថយន្តហើយប្រាក់ម៉ោង$18រួមទាំងគេឲ្យយើងថែមម៉ោងចន្លោះ10ទៅ20ម៉ោងទៀតអញ្ចឹងប្រាក់ខែអាច40,000ជាងទៅ60,000ក្នុងមួយឆ្នាំអញ្ចឹងប្រាក់ខែខ្ពស់ employer ល្អទី2គឺបងសម្រាប់បងស្រីបើគាត់អត់ចង់ធ្វើការងារធ្ងន់ប្រភេទ production ឬក៏ប្រភេទតម្លើងរថយន្តគាត់អាចទៅធ្វើការនៅ fast food ជា crew member ប្រាក់ម៉ោង$12នៅ McDonald ដែលមាននៅរដ្ឋបច្ចុប្បន្នគឺនៅសល់ Georgia ហើយនិង Ohio អញ្ចឹងពីរហ្នឹងសម្រាប់បងស្រីអាចធ្វើការដាក់ពាក្យបានជា crew member ហ្នឹងជា service ផងជា cook ផងជា cashier ផងហើយ sometime cleaning អីចឹងហើយការងារផ្សេងមួយទៀតដែរដែលបងប្រុសអាចធ្វើបានគឺការងារជាអ្នកប្រក់ដំបូលនៅទីក្រុង Phoenix រដ្ឋ Arizona អញ្ចឹង Arizona ជារដ្ឋមួយពិសេសដែលមាន cost living គឺទាបប្រៀបធៀបជាមួយនឹងរដ្ឋកាលីនិង California គឺខុសគ្នាឆ្ងាយពាក់ព័ន្ធនឹង cost living តម្លៃទំនិញអីនៅខាង Arizona ថោកជាងហើយក៏មានបងប្អូនខ្មែរយើងភាគច្រើនរស់នៅរដ្ឋ Arizona នឹងដែរដូចនៅទីក្រុង Phoenix ជាដើមអញ្ចឹងការងារនេះបានប្រាក់ម៉ោងខ្ពស់បង$22ក្នុង1ម៉ោងគាត់ថានៅរដ្ឋ Arizona អាចមានក្តៅបន្តិចសម្រាប់បងដែលមិនចូលចិត្តត្រជាក់គឺត្រូវហើយ Arizona ហើយការងារចុងក្រោយនេះគឺជាការងារ mechanic machinery ហ្នឹងគឺនៅក្នុងទីក្រុង Columbus រដ្ឋ Ohio អញ្ចឹង Columbus គឺជា capital city មួយនៃរដ្ឋ Ohio អញ្ចឹងជាទីក្រុងមួយធំដែលបងអាចនឹងងាយស្រួលស្វែងរកសាលាឲ្យកូនបងបានរៀនហើយនឹងងាយស្រួលស្វែងរកផ្ទះដែលមានជម្រើសច្រើនក្នុងការជួលផ្ទះរស់នៅក្នុងទីក្រុងហ្នឹងណាអញ្ចឹងប្រាក់ម៉ោងគេគឺគិតជាប្រចាំឆ្នាំចន្លោះ$50,000ជាងអញ្ចឹងការងារដែលបងប្អូនមានក្នុងថ្ងៃនេះគឺយើងមានការងារច្រើនដែលជាការងារបានប្រាក់ខែខ្ពស់បើបងដែលចង់ស្វែងយល់បន្ថែមពីការទៅរស់នៅអាមេរិកជាចិនត្រៃតាមរយៈ EB3 visa ទាំងគ្រួសារបងអាចធ្វើការកក់ consultant ជាមួយយើងខ្ញុំបានដែលមានការកក់ consultant តាម online ក៏បាន offline ក៏បានមកការិយាល័យយើងខ្ញុំក៏បានហើយសម្រាប់បងដែលបានសិក្សាកម្មវិធី EB3 រួចរាល់តែខ្វះលទ្ធភាពនៅក្នុងការដាក់ពាក្យគឺអាចតាក់ទងយើងខ្ញុំបានដែរគឺយើងមានកម្មវិធី payment plan ពិសេសដែលអាចឲ្យបងចាប់ផ្ដើមដំណើរការនេះបានតាមចន្លោះ$4ទៅ$500ក្នុងមួយខែអញ្ចឹងសម្រាប់បងដែលបានសិក្សារួចឬមិនទាន់បានសិក្សាតាក់ទងយើងតាម Telegram ខាងលើដើម្បីធ្វើការណាត់ជួបហើយពិភាក្សាបន្ថែមពីកម្មវិធីនេះសូមធ្វើការ follow page Visa Hub យើងខ្ញុំមួយដើម្បីទទួលបានព័ត៌មានសំខាន់ពាក់ព័ន្ធនឹងកម្មវិធី Visa ផង